តោះថ្ងៃនេះគឺខ្ញុំមក recap ទៅលើ position ដែលខ្ញុំបានចូលផ្សារកាលពីម្សិលមិញហើយនិងព្រឹកមិញដែលសរុបគឺខ្ញុំចំណេញ$2000ជាងក្នុងមួយ account ដូចគ្នាយើងឃើញទៅលើ position account នេះអញ្ចឹងហើយជាក់ស្ដែងគឺខ្ញុំបានធ្វើការ copy trade account personal ខ្ញុំចូលគ្នាដែលសរុបគឺខ្ញុំចំណេញប្រហែលជា10000ជាងនៅក្នុង position កាលពីយប់មិញនិងព្រឹកមិញហ្នឹងអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបកស្រាយតែហេតុអីបានខ្ញុំចូល position ទាំងអស់ហ្នឹងហើយចំពោះវីដេអូនេះដែរខ្ញុំសង្ឃឹមថាគ្នាយើងជួយ share បន្តព្រោះដោយសារខ្ញុំនឹងព្យាយាមធ្វើវីដេអូបែបហ្នឹងជាប្រចាំហើយវាជាកម្លាំងចិត្តដែលខ្ញុំបន្តធ្វើវាអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើល position ទាំងអស់អញ្ចឹងដូចគ្នាយើងឃើញក្រាបជាក់ស្ដែងអញ្ចឹង position ដែលខ្ញុំចូលកាលពីម្សិលមិញពេលយប់ហ្នឹងគឺខ្ញុំចូល position sell ដែលមូលហេតុនៅក្នុងការ sell ហ្នឹងគឺដោយសារបើសិនជាយើងពឹងផ្អែកទៅលើ candle ទៅទេគឺយើងឃើញ rely ដែលវា sell ធ្លាក់ចុះមកខ្លាំងហ្នឹងអញ្ចឹងគឺខ្ញុំបាន confirmation ពី candle ថាមានអ្នកលក់មកច្រើនអញ្ចឹងបើយើងធ្វើការ back test មើលឲ្យស៊ីជម្រៅថាហេតុអីខ្ញុំធ្វើការ sell នៅកន្លែងហ្នឹងគឺដោយសារទី1គឺខ្ញុំឃើញមាន liquidity ដែលចាក់ sell ពីខាងលើហ្នឹងគឺរហូតដល់ 70% ដូចគ្នាយើងឃើញខាងលើនេះអញ្ចឹងទោះបីជាយើងឃើញ buy signal មកក៏ដោយព្រោះដោយសារដូចវីដេអូខ្ញុំបរៀនពីមុនអញ្ចឹងបើសិនជាយើងឃើញថា zone liquidity នៅខាងក្រោមហ្នឹងគឺអត់មាន buyer ទេគឺសូមគុំ focus ទៅខាង buy signal យើង focus រក sell signal វាល្អជាងរក buy អញ្ចឹងនៅក្នុងលក្ខខណ្ឌនេះគឺយើងផ្ដោតរកខាង sell ដោយបើសិនជាយើង buy គឺយើងអកសើហើយព្រោះដោយសារឃើញ liquidity នៅក្នុងខាងក្រោមនេះគឺមានតែ 45% buyer ទេអញ្ចឹងយើងខានទៅមុខទៀតគឺយើងផ្ដោតមើលទៅលើ sell signal ឲ្យច្រើនជាង buy signal អញ្ចឹងនៅពេលដែលខ្ញុំឃើញ sell signal ដែលចេញពី data level 2 មកអញ្ចឹងពេលហ្នឹងឯងដែលខ្ញុំអាច confirm បានថាកន្លែងហ្នឹងគឺខ្ញុំអាចធ្វើការ short term trade បានព្រោះដោយសារវាមាន impulsive move រួចហើយអញ្ចឹងអ្វីដែលខ្ញុំអាចចាប់បាននៅទីផ្សារគឺខ្ញុំព្យាយាមយកខ្លីៗព្រោះដោយសារខ្ញុំធ្លាប់បរៀនហើយគឺយើងជា retailer គឺយើងផ្ដោតយកផ្សារលំហូរខ្លីទៅតាម time frame ដែលយើងមើលអញ្ចឹងខ្ញុំមើល time frame 5នាទីអញ្ចឹងគឺខ្ញុំផ្ដោតទៅយក time frame 5នាទីដែលយើងយកខ្លីៗនឹងដូចគ្នាអញ្ចឹងយើងបន្តមកមើលនៅពេលដែល retest តែប៉ិតគឺយើងអាច target liquidity ខាងក្រោមនឹងក៏បានដែរប៉ុន្តែដោយសារខ្ញុំ play short term trade ហើយខ្ញុំ focus យកតែមួយលើពី risk to revert អញ្ចឹងខ្ញុំអាច target កន្លែង point control នឹងដែលខ្ញុំបានកាត់ TP នៅកន្លែងនេះហើយវាធ្លាក់បន្តដល់កន្លែង liquidity នេះអញ្ចឹងគឺគ្នាយើងអាច target liquidity ដែលនៅគៀកខ្លួនក៏បានគឺយើង focus លើ risk management ក៏បានហើយចំពោះ set up ដែលព្រឹកមិញខ្ញុំធ្វើការ buy ហ្នឹងគឺខ្ញុំធ្វើការ buy នៅកន្លែងតម្លៃប្រហែលជា48.85នេះគាត់ថាខ្ញុំអត់បានធ្វើការ set up នៅលើ chart ទេប៉ុន្តែមូលហេតុដែលខ្ញុំ buy គឺដោយសារខ្ញុំឃើញ point of control កើតឡើងហើយខ្ញុំឃើញមាន volume hidden buy ហ្នឹងកើតឡើងដូចគ្នាអញ្ចឹងគឺខ្ញុំ play short term ដោយសារខ្ញុំ go against trend អញ្ចឹងគឺខ្ញុំអត់ចង់បង្ហាញ set up នឹងទៅគ្នាយើងលម្អិតទេព្រោះដោយសារខ្ញុំចង់ឲ្យផ្ដោតទៅលើ combo យើងត្រឹមត្រូវល្អជាងព្រោះដោយសារកន្លែង zone ដែលបន្ទាប់ដែលយើងគួររងចាំឲ្យវាទៅដល់គឺ zone ខាងលើនេះឬមួយក៏កន្លែង sell reversal ទេអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌគ្នាយើងអាចឃើញមាន liquidity ដែលជាលំហូរ sell ពី data level 2 មកគឺយើងអាច play along ទៅលើ short side ហើយអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយខ្ញុំសង្ឃឹមថាគ្នាយើងអាចយកវាជា idea បន្ថែមហើយជួយគ្នាយើងក្នុងការសម្រេចចិត្តក្នុងការតែបន្តហើយកុំភ្លេច share វីដេអូហ្នឹងដើម្បីជាកម្លាំងចិត្តខ្ញុំធ្វើបន្តអរគុណច្រើនជួបគ្នានៅក្នុងវីដេអូបន្ត